ngày nay trong giấy khác tiện tông nâng bong bồn riêng có trong trẻ phơi YouTube bà trongផលិតមាតិកាដើម្បីរកលុយជាមួយនឹង YouTube ណាហ្នឹងហើយបងប្អូនហើយសម្រាប់បងប្អូនយើងថ្មីគាត់មានការបាក់ទឹកចិត្តមែនតើនៅពេលដែលធ្វើរយៈពេលមួយខែនិយាយទៅខ្ញុំវាយក្រងទី16ខែចុះបាទគាត់និយាយថាអត់សប្បាយចិត្តឬក៏ចង់បោះបង់អញ្ចឹងណាអញ្ចឹងតកតនឹងការរកលុយជាមួយនឹង YouTube វាត្រូវការពេលវេលាក្នុងការតស៊ូព្យាយាមនឹងអត់ធ្មត់ខ្លាំងមែនតើបាទតម្រាំបានលុយណាបងប្អូនហើយបទពិសោធន៍របស់ខ្ញុំធ្វើយូរហើយបងប្អូនធ្វើច្រើនឆ្នាំហើយប្រហែលជា7ឆ្នាំជាងហើយអញ្ចឹងខ្ញុំចង់ប្រាប់ទៅបងប្អូនថាតកតងនឹងវិស័យ YouTube នេះខ្ញុំមានសារខ្លះផ្ដាំផ្ញើទៅបងប្អូនយើងចង់ធ្វើ YouTube បាទជាសារលើកទឹកចិត្តកុំឲ្យបងប្អូនយើងបាក់ទឹកចិត្តណាអញ្ចឹងប្រយ័ត្នដាច់ឆ្នាំ2026មួយឆ្នាំទៀតណាបងប្អូនបាទទម្លាប់ចាំសិនហើយដែលធ្វើឲ្យបាត់ឱកាសរកចំណូលពី YouTube រហូតដល់សប្តាហ៍ថ្ងៃហ្នឹងណាបាទចាំពេលទំនេរជាងនេះសិនចាំចាប់ផ្ដើមចាំរក content បរទេសបានសិនចាំចាប់ផ្ដើមចាំរហូតអត់ចាប់ផ្ដើមទេអញ្ចឹងបើសិនជាយើងចាប់ផ្ដើមពីពេលនេះទៅគឺយើងចំណេញពេលវេលាហ្នឹងហើយមួយទៀតចាំទិញកាមេរ៉ាល្អឬក៏បានឧបករណ៍ថ្លៃសិនចាំចាប់ផ្ដើមចាំរៀនថតចាំចេះកាត់តវីដេអូច្រើនចាំចាប់ផ្ដើមចាំរហូតអញ្ចឹងបាច់ចាំទេបងប្អូនចាប់ផ្ដើមទៅកុំឲ្យខាតពេលច្រើនមួយទៀតចាំឃើញអ្នកដទៃជោគជ័យសិនចាំចាប់ផ្ដើមចាំស្អែកចាំអាទិត្យក្រោយចាំដើមខែក្រោយចាំពាក់កណ្ដាលឆ្នាំចាំដើមឆ្នាំចាំរហូតហ្នឹងហើយបងប្អូនចាំរហូតគឺថាអត់ចេះអីទេបើសិនជាយើងចាប់ផ្ដើមពីពេលនេះទៅគឺយើងធ្វើបដារៀនបដាយើងនឹងចេះនឹងឆ្លងកាត់បទពិសោធន៍បានច្រើនយើងនឹងបានចំណេះច្រើនទាក់ទងវិស័យមួយហ្នឹងបើសិនជាបងប្អូនចង់ធ្វើណាបាទហើយខ្ញុំសំណូមពរបងប្អូនក៏ដូចជាសារចែកម្លែកទៅបងប្អូនកុំឲ្យខាតប្រយោជន៍បងប្អូនចង់ចេះរកលុយជាមួយនឹង YouTube Facebook អីបងប្អូនមិនបាច់ចាំទិញមេរៀនអស់លុយរាប់$100ទេបងប្អូនសម័យនេះហើយគឺមានបងប្អូនខ្មែរយើងគាត់ចែកម្លែកច្រើនណាស់នៅក្នុងបណ្ដាញសង្គម YouTube បងប្អូនទៅមើលទៅ Facebook ក៏មានដែរប៉ុន្តែធម្មតាឲ្យតែបងប្អូនចង់រៀនចង់សូត្រចង់ស្រាវជ្រាវអីគឺយើងទៅ search មើលក្នុង YouTube ទៅអ្វីចំណងជើងដែលយើងចង់បានទៅបាទយើងចង់បានអីយើងស្រាវជ្រាវនឹងទៅរបៀបរកលុយជាមួយ YouTube អញ្ចឹងណាហើយបើបងប្អូនចង់រកលុយជាមួយវិស័យនេះណាបងប្អូនត្រូវតែស្វែងយល់ពីវិស័យហ្នឹងធ្វើម៉េចឲ្យបានស្គាល់គ្រឹះខ្លះរៀននៅតាមបណ្ដាញសង្គម social media ផ្សេងហ្នឹងបាទរយៈពេល1ខែសិនទៅបាទអាច2ខែ3ខែអញ្ចឹងទៅប៉ុន្តែនិយាយមិញមិនពាក់ព័ន្ធជន់ជើងជាមួយនឹងការរងចាំដូចមិញណាមិនមែនទេគឺយើងមិនបានរងចាំទេដោយសារយើងចាប់ផ្ដើមស្រាវជ្រាវនិងស្វែងយល់ជាមួយនឹងវិស័យមួយនឹងហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជាពាក្យពេចន៍ខ្លះទេតាក់ទងនឹងសារផ្ដាំផ្ញើទៅបងប្អូនដែលគាត់ចង់រកលុយជាមួយនឹង YouTube បាទអញ្ចឹងបងប្អូនកុំចាំនៅលើពិភពលោកនេះមានប្រជាជនបាទស្រុកគេរកចំណូលបានច្រើនណាស់ពី YouTube អត់អីទេបងប្អូន YouTube ស្រួលធ្វើទេគាត់ថាយើងត្រូវការរងចាំពេលវេលាណាមួយវានឹងហុចផលឲ្យយើងសំខាន់ឲ្យតែយើងបានចាប់ផ្ដើមធ្វើពីនេះអញ្ចឹងណាបាទយើងចាប់ផ្ដើមធ្វើ YouTube យើងចាប់ផ្ដើមផលិតវីដេអូផលិតមាតិកាបងហោះដាក់ YouTube ដូចជាយើងបានសន្សំលុយអញ្ចឹងសន្សំលុយទុកវាអត់បាត់បង់ទៅណាទេហ្នឹងហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នារកពាក្យពេចន៍កំហុសឆ្គងដែលក្នុងការនិយាយនេះអីមានការខ្វះខាតកន្លែងណាអីសូមខន្តីអភ័យទោសផងបាទគ្រាន់តែជាសារនិយាយថាជាសារចែករំលែកពីខ្ញុំដែលឆ្លងកាត់បទពិសោធន៍ពីមុនទេបាទជម្រាបលា